បាទជំរាបសួរពុកម៉ែបងប្អូនណាបាទនេះគឺជាម៉ាស៊ីនសម្អាតឬច្របាច់ឲ្យវាចូលគ្នាណាបាទច្របាច់ឲ្យវាល្អួតចូលគ្នាដើម្បីវាងាយក្នុងការស្អិតជាប់គ្នាបានយើងអាចយកទៅចូលក្នុងម៉ាស៊ីនពុំផលិតចេញជាធ្យូងអនាម័យបានបាទនេះអញ្ចឹងយើងត្រូវដាក់វានៅក្នុងម៉ាស៊ីននេះដើម្បីសម្អាតវាឲ្យស្អិតល្មួតចូលគ្នាណាល្មួតចូលគ្នាដូចធ្លាក់មកអញ្ចឹងល្មួតទៅចូលគ្នាអញ្ចឹងបងប្អូនណាបាទហើយបន្ទាប់មកទៀតបានយើងចេញពីអាហ្នឹងបានយើងយកដាក់នៅក្នុងម៉ាស៊ីនពុម្ពបាទបងប្អូនណាបាទអរគុណបាទអញ្ចឹងដូចបងប្អូនបានទស្សនាវីដេអូហ្នឹងអញ្ចឹងណាបងប្អូនណាបាទគឺយើងរូបម៉ាស៊ីនហ្នឹងគឺរូបរាងបែបហ្នឹងបាទគឺយើងប្រើម៉ូទ័រដល់ទៅជាង10សេសឯណោះដើម្បីវាយវាណាជាមួយនឹងកង់យោងបាទអញ្ចឹងបងប្អូនឃើញហើយបាទរូបរាងម៉ូទ័ររូបរាងម៉ាស៊ីនសម្អាតហ្នឹងគឺវារូបរាងបែបហ្នឹងបាទយើងត្រូវសម្អាតវានៅក្នុងហ្នឹងយើងដាក់វាចូលហ្នឹងមកដើម្បីឲ្យវាម៉ាស៊ីនហ្នឹងវាវាយសម្អាតបាទបងប្អូនឃើញក្នុងរូបហ្នឹងបាទធ្លាក់មកហ្នឹងបាទវាស្អាតអញ្ចឹងវាស្អាតល្មួតជាប់គ្នាអញ្ចឹងហើយបានយើងយកពីអាហ្នឹងទៅចូលនៅក្នុងម៉ាស៊ីនពុម្ពបាទនោះវាជាការស្រេចហើយបងប្អូនណាបាទអរគុណ